You're a freak. I'm about to give 3 signs to know if that girl's a freak without asking. You're a freak. So stay away from Paco because if you don't, I'm gonna grab a steak knife and I'm gonna cut those freak eyes out. បញ្យល់អត្ថន័យពាក្យអង់គ្លេស freak ជាភាសាខ្មែរយ៉ាងឯប្រើពាក្យនេះក្នុងត្រៃពាក្យជានាមក៏បានកិរិយាសព្ទក៏បានឬក៏ជាគុណនាមក៏បានបើត្រៃពាក្យជានាមយ៉ាងឯប្រើវាដើម្បីសំដៅលើវត្ថុមនុស្សឬក៏សត្វដែលខុសពីធម្មតាដែលខុសពីបទដ្ឋានឬក៏ដែលខុសពីធម្មជាតិជាពិសេសគឺទាក់ទងទៅនឹងរូបរាងបើសិនជាយើងប្រើពាក្យនេះដើម្បីសំដៅលើមនុស្សម្នាក់នោះយើងអាចនឹងចង់មានន័យថាមនុស្សនឹងគឺជាមនុស្សដែលចម្លែកមនុស្សដែលខុសគេឬក៏មនុស្សដែលអត់ចោះនឹងគេឬក៏អត់ចោះចំណងនឹងគេដោយសារមានភាពអ្វីមួយខុសពីគេខ្លាំងបើសិនទាក់ទងទៅនឹងភាពយន្តវិញជាធម្មតាយើងប្រើពាក្យនេះដើម្បីសំដៅលើ superhero ដែលដូចជា Wolverine នៃ Crawler ជាពិសេសគឺតួអង្គដែលមានអ្វីមួយដែលមានសមត្ថភាពពិសេសអ្វីមួយដែលខុសពីគេឬក៏ដែលដោះកន្ទុយមានស្លាកមានអីហ្នឹងគេហៅ a freak ដោយសារខុសពីធម្មជាតិឬក៏ជាអ្វីដែលចម្លែកខ្លាំងទាក់ទងទៅនឹងមនុស្សដែលយើងក៏អាចប្រើពាក្យនេះដើម្បីសំដៅលើនរណាម្នាក់ដែលងប់ងល់នៅក្នុងការធ្វើអ្វីមួយខ្លាំងឧទាហរណ៍បើសិនជាយើងថា a fitness freak នោះយើងចង់សំដៅលើមនុស្សម្នាក់ដែលចូលចិត្តហាត់ប្រាណឲ្យជប់ឈរចូលចិត្តការហាត់ឲ្យឡើងសាច់ដុំខ្លាំងធំអីចឹងហូបអ្នកដែលងប់នឹងរឿងហ្នឹងឬក៏ a neat freak មានន័យថាគឺជាមនុស្សដែលចូលចិត្តធ្វើអ្វីមួយបែបស្អាតបាតម្នាក់ចូលចិត្តស្អាតចូលចិត្តអ្វីមួយដែលចូលចិត្តធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យកន្លែងឬក៏អ្វីរបស់គេនឹងស្អាតខ្លាំងយើងអាចប្រើពាក្យមួយនេះក្នុងន័យបែបផ្លូវភេទផងដែរដោយបើសិនជាយើងហៅនរណាម្នាក់ថាជា a freak នោះយើងចង់មានន័យថាមនុស្សម្នាក់នឹងគឺជាមនុស្សដែលចូលចិត្តផ្សងព្រេងផ្នែកសកម្មភាពផ្នែកផ្លូវភេទម្នាក់ចូលចិត្តធ្វើអ្វីដែលថ្មីជាពិសេសគឺអ្វីដែលមនុស្សផ្សេងអត់សូវហ៊ានធ្វើមានន័យថាបើសិនយើងស្នើថាយើងចង់ធ្វើ style អ្វីមួយចឹង style អ្វីមួយបើសិនយើងនិយាយអ្វីមួយចឹងម្នាក់នឹងភាគច្រើនគឺបើកចិត្តក្នុងការធ្វើដំណើរម្នាក់គេចង់ដឹងថាគេចង់ទទួលនៅបទពិសោធន៍ថ្មីជាពិសេសអ្វីដែលចម្លែកដែលអ្នកផ្សេងអត់ហ៊ានធ្វើឬក៏ដែលអ្នកផ្សេងគិតថាអានឹងវាហួសពេកហួសកម្រិតធម្មតានិយាយទៅបើសិនជាយើងណាម្នាក់ freak មានន័យថាម្នាក់នឹងជាមនុស្សដែលភាគច្រើនគឺងំឯងប៉ុន្តែហ៊ានខ្លាំងចង់សាកនេះសាកនោះជាពិសេសគឺពេលឃើញអ្វីមួយតាមអ៊ីនធឺណិតតាមអីដែលប្លែកទៅចង់ធ្វើរឿងចឹងពាក្យមួយនេះក៏ត្រូវបានគេប្រើនៅក្នុងទម្រង់ phrasal verb ដែលជាគ្រាកិរិយាសព្ទដែលបើសិនជាយើង freak someone out នោះមានន័យថាយើងធ្វើឲ្យមនុស្សអ្នកនោះមានអារម្មណ៍ភ្ញាក់ផ្អើលខ្លាំងខឹងខ្លាំងឬក៏ច្បុកច្បល់ខ្លាំងមានន័យថានៅពេលដែលយើង freak នរណាម្នាក់ out មានន័យថាយើងធ្វើនឹងមានអារម្មណ៍ពុកពេញដោយអារម្មណ៍ខ្លាំងនឹងបណ្ដោយអាចជាអារម្មណ៍ភ័យអារម្មណ៍ព្រួយបារម្ភអារម្មណ៍ខ្លាចអារម្មណ៍រំភើបខ្លាំងឬក៏ភ្ញាក់ផ្អើលខ្លាំងបើក្នុងត្រៃពាក្យជាគុណនាមវិញបើសិនជាយើងពិពណ៌នាអ្វីមួយឬនរណាម្នាក់ថា freak នោះមានន័យថាយើងចង់និយាយថាមនុស្សម្នាក់ហ្នឹងឬក៏របស់ហ្នឹងគឺខុសពីធម្មតាឬក៏ខុសពីធម្មជាតិឬក៏ប្លែកខ្លាំង